Hello តាជាហៅសួស្តីអ្នកទាំងអស់គ្នាវីដេអូមុនគឺយើងបានសិក្សាអំពីបច្ចុប្បន្នកាលយ៉ាអញ្ចឹងយើងដឹងអំពីបច្ចុប្បន្នកាលហើយអញ្ចឹងវីដេអូនេះគឺយើងនឹងសិក្សាអំពីអតីតកាលវិញម្ដងអញ្ចឹងអតីតកាលក្នុងភាសាចិនគឺយើងថាយើងក៏ថែមពាក្យលនៅក្រោយប្រយោគទៅគឺបានហើយបកប្រែថាហើយអញ្ចឹងឧទាហរណ៍ថា我吃了我吃了យ៉ាឈឺបកប្រែថាញ៉ាំអញ្ចឹងមានន័យថាខ្ញុំញ៉ាំហើយយ៉ាចឹងឧទាហរណ៍ទី2他走了他走了យ៉ាចូលបកប្រែថាទៅអញ្ចឹងមានន័យថាគាត់ទៅហើយអញ្ចឹងបើជាភាសាអង់គ្លេសមានថា he walked ថែម ed ទៅគឺជា past របស់ភាសាចិនហើយយ៉ាចឹងឧទាហរណ៍ទី3他累了他累了លេខក្នុងកន្លែងនេះគឺមានន័យថាហត់អញ្ចឹងមានន័យថាគាត់ហត់ហើយយ៉ាអញ្ចឹងក្នុងឧទាហរណ៍ទី4他们跑了他们跑了យ៉ា跑បកប្រែថារត់អញ្ចឹងមានន័យថាពួកគាត់រត់ហើយយ៉ាអញ្ចឹងវីដេអូក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងចំពោះចម្ងល់របស់បងប្អូនអាចតម្លែងនៅក្នុង comment បានហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ